ភ្លើងប្រមាននៅលើតាប់ឡូឡានរបស់អ្នកតើមួយណាអាចធ្វើឲ្យម៉ាស៊ីនមានបញ្ហាឬបង្កគ្រោះថ្នាក់បានបើអ្នកបើកបរមិនដឹងពីអត្ថន័យរបស់វាអាចចំណាយលុយរាប់ពាន់ដុល្លារដោយមិនដឹងខ្លួនតើអ្នកធ្លាប់ឃើញពណ៌លឿងឬពណ៌ក្រហមភ្លឺឡើងលើតាប់ឡូរថយន្តដែរឬទេមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ហើយបន្តបើកបរធម្មតាប៉ុន្តែភ្លើងប្រមានខ្លះអាចប្រាប់ថាម៉ាស៊ីនជិតខូចឬប្រព័ន្ធហ្វ្រាំងមានបញ្ហាឬរថយន្តរបស់អ្នកអាចជួបគ្រោះថ្នាក់បានគ្រប់ពេលនៅក្នុងវីដេអូនេះយើងនឹងបញ្យល់អំពីភ្លើងប្រមានសំខាន់ទាំង13ដែលអ្នកបើកបរគ្រប់រូបគួរតែស្គាល់ហើយនៅចុងវីដេអូអ្នកនឹងដឹងថាភ្លើងប្រមានមួយណាដែលមនុស្សភាគច្រើនមិនអើពើប៉ុន្តែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបានផ្នែកទី1ពណ៌ភ្លើងប្រមានមានន័យដូចម្ដេចមុននឹងស្គាល់និមិត្តសញ្ញានីមួយៗអ្នកត្រូវដឹងអំពីអត្ថន័យរបស់ពណ៌ជាមុនពណ៌បៃតងមានន័យថាប្រព័ន្ធកំពុងដំណើរការធម្មតាពណ៌លឿងឬទឹកក្រូចមានន័យថាមានបញ្ហាតូចមួយដែលគួរតែពិនិត្យប៉ុន្តែមិនទាន់បន្ទាន់ចំណែកពណ៌ក្រហមមានន័យថាបញ្ហាធ្ងន់ធ្ងរអ្នកគួរឈប់រថយន្តនៅកន្លែងមានសុវត្ថិភាពហើយដោះស្រាយភ្លាមព្រោះវាអាចពាក់ព័ន្ធនឹងម៉ាស៊ីនឬប្រព័ន្ធហ្វ្រាំងលេខ1 Check Engine Light នេះគឺជាភ្លើងប្រមានសំខាន់បំផុតមួយវាបង្ហាញថាម៉ាស៊ីនឬប្រព័ន្ធគ្រប់គ្រងផ្សែងមានបញ្ហាអាចតូចដូចជាគម្របធុងសាំងបិទមិនជិតឬធ្ងន់ធ្ងរឬម៉ាស៊ីនដុតមិនស្មើបើភ្លើងនៅថេរហើយឡាននៅបើកបានធម្មតាសូមយកទៅ scan code OBD ឲ្យបានឆាប់ប៉ុន្តែបើភ្លើងភ្លឹបភ្លែតឬម៉ាស៊ីនរំជួយខ្លាំងត្រូវឈប់បើកភ្លាមព្រោះវាអាចបណ្ដាលឲ្យម៉ាស៊ីនខូចធ្ងន់ធ្ងរលេខ2 Automatic Emergency Braking ឬ AEB ភ្លើងនេះបង្ហាញថាប្រព័ន្ធហ្វ្រាំងមិនទាន់ស្វ័យប្រវត្តិមិនដំណើរការត្រឹមត្រូវមូលហេតុអាចមកពី sensor កខ្វក់ព្រិលឬភ្លៀងធ្លាក់ខ្លាំងបើអាកាសធាតុល្អប៉ុន្តែភ្លើងនៅតែភ្លឺនោះប្រព័ន្ធអាចមានបញ្ហាហើយគួរយកទៅពិនិត្យភ្លាមលេខ3 Battery Warning បើភ្លើងថ្មភ្លឺមិនមែនមានន័យថាថ្មខូចជានិច្ចទេវាអាចបណ្ដាលមកពី alternator ខូចខ្សែភ្លើងមានបញ្ហាឬប្រព័ន្ធសាកភ្លើងមិនដំណើរការបើមិនដោះស្រាយថ្មអាចអស់ហើយឡានមិនអាចបញ្ឆេះឡើងវិញបាន Transmission Temperature បង្ហាញថាប្រព័ន្ធប្រអប់លេខកំពុងឡើងកម្ដៅមូលហេតុអាចមកពីទឹកប្រេងប្រអប់លេខខ្វះអូសទម្ងន់ធ្ងន់ពេកឬគ្រឿងបន្លាស់ខាងក្នុងមានការសឹករឹលយ៉ាងខ្លាំងត្រូវឈប់ឡានហើយទុកឲ្យត្រជាក់មុននឹងបន្តដំណើរលេខ5 Freezing Temperature នេះមិនមែនជាកំហុសរថយន្តទេវាគ្រាន់តែប្រមានថាសីតុណ្ហភាពខាងក្រៅជិត0ហើយផ្លូវអាចរអិលដោយសារទឹកកកសូមបើកបរយឺតនិងប្រុងប្រយ័ត្នលេខ6 Local Temperature បើភ្លើងនេះភ្លឺមានន័យថាម៉ាស៊ីនកំពុងឡើងកម្ដៅខ្លាំងមូលហេតុអាចមកពីទឹក coolant ខ្វះបំពង់លេចធ្លាយបូមទឹកខូចកង្ហារ radiator មិនដំណើរការត្រូវបិទម៉ាស៊ីនភ្លាមនិងកុំបើកគម្រប radiator ខណៈម៉ាស៊ីននៅក្ដៅលេខ7 Lane Keep Assist ប្រព័ន្ធជួយរក្សារថយន្តក្នុងគន្លងផ្លូវមិនដំណើរការសូមពិនិត្យការកំណត់ឬយកទៅជួសជុលប្រសិនបើអ្នកមិនបានបិទវាដោយខ្លួនឯងលេខ8 Oiler Pressure នេះជាភ្លើងប្រមានដែលគ្រោះថ្នាក់ខ្លាំងវាបង្ហាញថាសម្ពាធប្រេងម៉ាស៊ីនទាបបើបន្តបើកម៉ាស៊ីនអាចខូចធ្ងន់ធ្ងរក្នុងរយៈពេលខ្លីត្រូវពិនិត្យកម្រិតប្រេងម៉ាស៊ីនភ្លាមលេខ9 Tire Pressure បង្ហាញថាសម្ពាធខ្យល់កង់មិនត្រឹមត្រូវបើកង់ខ្យល់តិចពេកអាចធ្វើឲ្យកង់ផ្ទុះឬស៊ីសាំងច្រើនត្រូវបំពេញខ្យល់តាមស្តង់ដាររបស់ក្រុមហ៊ុនផលិតលេខ10 Washer Fluid Door Open និង Low Flow Air ភ្លើងទាំង3នេះមានលក្ខណៈសាមញ្ញប៉ុន្តែសំខាន់ Washer Fluid ទឹកលាងកញ្ចក់ខ្វះ Door Open ទ្វារមិនទាន់បិទជិត Low Flow Air សាំងជិតអស់ចំណាំព្រួញតូចក្បែររូបសាំងបង្ហាញថាកម្រិតធុងសាំងនៅខាងឆ្វេងឬខាងស្ដាំលេខ11 Traction Control និង Stability Control ប្រព័ន្ធទប់លំនឹងនិងការពារកង់រអិលបើភ្លើងភ្លឹបភ្លែតពេលភ្លៀងឬផ្លូវរអិលមានន័យថាប្រព័ន្ធកំពុងជួយអ្នកប៉ុន្តែបើវាភ្លឺជាប់ជានិច្ចគួរពិនិត្យប្រព័ន្ធលេខ12 Airbag Warning បើភ្លើងនេះមិនរលត់ក្រោយពេលបញ្ឆេះឡាននោះប្រព័ន្ធពងសុវត្ថិភាពអាចមានបញ្ហាបើកើតគ្រោះថ្នាក់ពងសុវត្ថិភាពមិនអាចផ្ទុះត្រឹមត្រូវសូមយកទៅពិនិត្យឲ្យបានឆាប់លេខ13 Brake System Warning នេះគឺជាភ្លើងប្រមានសំខាន់បំផុតមានន័យថាប្រេងហ្វ្រាំងខ្វះបន្ទះហ្វ្រាំងសឹកប្រព័ន្ធ ABS មានបញ្ហាឬប្រព័ន្ធហ្វ្រាំងខូចបើភ្លើងនេះមិនរលត់សូមកុំបន្តបើកបរព្រោះហ្វ្រាំងអាចបាត់ប្រសិទ្ធភាពហើយបង្កគ្រោះថ្នាក់
ណៈបានឥឡូវនេះអ្នកបានស្គាល់អត្ថន័យនៃភ្លើងប្រមានសំខាន់ៗទាំង13លើតាប់ឡូរថយន្តហើយបើវីដេអូនេះមានប្រយោជន៍សូមចុច like subscribe និង share ដើម្បីជួយឲ្យមនុស្សកាន់តែច្រើនបានស្គាល់វិធីថែរក្សារថយន្តនិងបើកបរដោយសុវត្ថិភាពហើយកុំភ្លេចចុចរូបកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗពី SN Show សូមកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ